ខ្ញុំក៏ដឹងដែរការពិតទាយឆានាងជាកូនមន្ត្រីដែលមានឋានៈខ្ពង់ខ្ពស់លាយពូខ្ញុំនៅក្នុងភ្នែកលោកគ្រាន់តែជាជនឆេវឆាវតែប៉ុណ្ណោះនៅក្នុងផ្ទៃរបស់លោកលាយពូខ្ញុំមិនស័ក្តិសមនឹងនាងទេឯងធ្លាប់ឃើញភ្លាមស្រឡាញ់ផ្លែតដែរទេអារម្មណ៍នឹងពិសេសខ្លាំងណាស់គឺថាឲ្យតែពេលនឹកឃើញដល់គេចិត្តឯងលែងតែតល់អត់ទីពឹងនឹកឃើញគេនឹងភ្លេចរឿងស្មុគស្មាញទាំងអស់មាត់របស់ឯងអាចសើចដោយមិនដឹងខ្លួនខ្ញុំទៅណាអត់មានបងខ្ញុំរស់យ៉ាងម៉េចទៅអត់មានបងខ្ញុំរស់មានន័យអី